ខ្ញុំព្រះករណាសូមក្រាបថ្វាយបង្គំចំពោះគុណកៅទាំង3មានគុណព្រះពុទ្ធគុណព្រះធម៌និងគុណព្រះសង្ឃដែលជារតនៈឲ្យដ៏ឧត្តមឧត្តមវិសេសក្រៃលែងបំផុតក្នុងលោកដោយសេចក្តីគោរពជ្រះថ្លាសពកាលសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គដោយសេចក្តីកោតក្រែងនិងជាទីជ្រះថ្លាចម្រើនពរញោមញាតិជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសដោយសេចក្តីរាប់អានក្នុងคลิปនេះដែរខ្ញុំព្រះករណាអាត្មាភាពសូមលើកចូលនៅវិបត្តិនៃឧបាសកដែលតកតងនឹងខរិយវិសធរគឺធរសម្រាប់ក្រហមជាអ្នកគ្រប់គ្រងផ្ទះឬក៏សិក្ខាបទឬក៏ជាបទបញ្ញត្តិសម្រាប់ឧបាសកឧបាសិកាដែលបានថ្វាយខ្លួនដល់នៅព្រះរតនត្រ័យចឹងហើយញាតិញោមកុំភ្លេចណាចូលរួមសិក្សាទាំងអស់គ្នាអំពីពុទ្ធឱវាទនៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងចឹងវេលានេះខ្ញុំព្រះករណាអាត្មាភាពសូមអានចូលដូចតទៅវិបត្តិនៃឧបាសកធម្មជាតិដែលញ៉ាំងសិលនិងអាជីវធម៌នៃឧបាសកឲ្យវិនិច្ឆ័យឈ្មោះថាវិបត្តិនេះមាន5យ៉ាងគឺ 1. អសទ្ធោហោតិឧបាសកមិនជឿគុណព្រះរតនត្រ័យទី 2. ទុសិឡោហោតិឧបាសកទ្រុសិលទី 3. កោតហលមង្គកលិកោហោតិឧបាសកប្រកបដោយមង្គលភ្ញាក់ផ្អើលទី 4. មង្គលាំងបច្ចេតិណោកម្មੰមង្គលាំងបច្ចេតិណោកម្មੰឧបាសកប្រកាន់ជឿថាមង្គលមានឫកពីវេលាជាដើមឲ្យផលមិនប្រកាន់ជឿថាកម្មជាកុសលនិងអកុសលឲ្យផលឡើយទី 5. អ៊ីតោចពហិទ្ធាយខណីយ៉ាងកវេសតិតថចពបការังករោតិឧបាសកស្វែងរកតែតក្កណីយបុគ្គលគឺបដិគិហកៈអ្នកទទួលទានខាងក្រៅព្រះពុទ្ធសាសនាហើយធ្វើនៅទានដល់តក្កណីយបុគ្គលខាងក្រៅព្រះពុទ្ធសាសនានោះទី1ញាតិញោមទី1អសទ្ធោហោតិឧបាសកមិនជឿគុណព្រះរតនត្រ័យណាគឺឧបាសកមិនជឿនៅគុណព្រះពុទ្ធជាដើមណាមិនជឿនៅគុណព្រះធម៌មិនជឿនៅគុណព្រះសង្ឃនឹងគឺឈ្មោះថាវិបត្តិនៃឧបាសកហើយបើយើងជាឧបាសកបាសិកាថ្វាយខ្លួនចំពោះគុណព្រះរតនត្រ័យហើយយើងមិនជឿទៅលើគុណរបស់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃណាដែលជាគុណរបស់រតនៈទាំង3ហ្នឹងនឹងឈ្មោះថាឧបាសកដល់នៅវិបត្តិហើយឬក៏ហៅថាវិបត្តិនៃឧបាសកដែលញ៉ាំងសិលនិងអាជីវធម៌មិនហៅធម៌នៃការចិញ្ចឹមជីវិតជាដើមណានាំឲ្យប្រាសចាកព្រោះតែមិនមានសទ្ធាជឿនៅក្នុងគុណព្រះពុទ្ធព្រះធម៌និងព្រះសង្ឃអានឹងនាំឲ្យមានវិបត្តិដល់សិលនិងអាជីវធម៌ទី 2 ឧបាសកទ្រុសិលអញ្ចឹងឧបាសកបើទ្រុសិលហើយគឺដល់នៅវិបត្តិហើយណាធ្វើឲ្យសិលធ្លុះធ្លាយសិលរបស់បាសកបាសិកាមានអីខ្លះញាតិញោមមាននិច្ចសិល5ណាសិល8បោសតសិលជាដើមនិច្ចសិល5មានវិញចាប់ពីបាណាដល់សុរាមានបាណាអតនេទានកាមេមុសាសុរាជាដើមហ្នឹងបើកាលណាញាតិញោមជាអ្នកណាទ្រុះនៅសិលទៅហើយណាគឺមានឈ្មោះថាឧបាសកដល់នៅវិបត្តិហើយ
ញ៉ាំងសិលនឹងឲ្យធ្លុះធ្លាយហើយណាទាំងការចិញ្ចឹមជីវិតក្តីនឹងក៏មិនប្រកបដោយធម៌ដែរនឹងទី2ទី3ឧបាសកប្រកបដោយមង្គលភ្ញាក់ផ្អើលមង្គលភ្ញាក់ផ្អើលហ្នឹងយ៉ាងម៉េចញាតិញោមគឺការដែលមានជំនឿជឿប្តីផ្ដាស់គឺថាមិនយកព្រះពុទ្ធជាទីពឹងមិនយកព្រះធម៌ជាទីពឹងមិនយកព្រះសង្ឃជាទីពឹងឲ្យបានច្បាស់លាស់ទេពេលខ្លះយកដែរតែនៅមានការភ្ញាក់ផ្អើលហៅថាសទ្ធាពេកប៉ោងហើយពេកហ្នឹងម្ដងណាគឺថាទៅខាងនោះបកែខាងនេះបកែគ្រូនោះបកែអញ្ចឹងទៅក៏ទៅតាមគេជំនឿជឿលើគេណាជឿលើខ្មោចជឿលើអរិយជឿលើអ្នកតាមានការបាយបត់អរិយអ្នកតាជាដើមហ្នឹងហៅថាបុគ្គលដែលមានការភ្ញាក់ផ្អើលគេហៅថាឧបាសកប្រកបដោយមង្គលភ្ញាក់ផ្អើលគឺចឹងឲ្យញាតិញោមគឺមានការគោរពណាជឿទៅលើការគោរពខ្មោចគោរពអ្នកតាទេវតាព្រៃពឹក្សាអ្នកតាភ្នំអីហ្នឹងឲ្យតែគេថាអ្នកតានេះពូកែជីពូកែជុះឲ្យបានសេចក្តីសុខជីសេចក្តីសុខជុះចាប់ផ្ដើមផ្លិចអំពីគុណប្រតនត្រ័យផ្លិចអំពីគុណព្រះពុទ្ធធម៌ព្រះសង្ឃនឹងហៅថាឧបាសកដែលប្រកបដោយមង្គលភ្ញាក់ផ្អើលនោះនឹងញ៉ាំងឲ្យសិលនឹងវិបត្តិអាជីវៈធម៌របស់បាសកអស្ការនេះក៏ដល់នៅវិបត្តិដែរមួយទៀតឧបាសកទី4ឧបាសកប្រកាន់ជឿថាមង្គលមានឫទ្ធិវេលាជាដើមឲ្យផលមិនប្រកាន់ជឿថាកម្មជាកុសលនិងអកុសលឲ្យផលឡើយការដែលយើងជឿប្រកាន់ទៅលើមង្គលឫទ្ធិវេលាណាតាមថ្ងៃនេះថ្ងៃនោះណាពេលឫទ្ធិវេលានេះគឺការប្រកាន់ពេលប្រកាន់វេលានឹងឯងពេលខ្លះជួបប្រទះគ្រោះថ្នាក់ទៅបន្ទោមកពីថ្ងៃហ្នឹងណាចាញ់ដំណើរបានមិនល្អណារកគ្រូមើលថាថ្ងៃនេះកុំដើរអីដល់នេះនឹងដើរទៅមានគ្រោះថ្នាក់អញ្ចឹងទៅប៉ុន្តែយើងអត់បាននឹកអំពីពុទ្ធឱវាទអត់បាននឹកឃើញអំពីកម្មផលព្រះអង្គសម្ដែងហើយថាសត្វលោកនឹងរមែងទៅតាមអំណាចនៃផលកម្មនឹងឯងព្រោះកាលណាប្រព្រឹត្តកម្មណារមែងទទួលបានផលនៃកម្មនោះហើយនឹងទី4ទី5អ៊ីតោចៈពហិទ្ធិតកណយ៉ាងកវេសតិតដ្ឋចៈបពការាំងករតេឧបាសកស្វែងរកតែតក្កណីយបុគ្គលគឺបដិគិហកៈអ្នកទទួលទានខាងក្រៅព្រះពុទ្ធសាសនាហើយធ្វើនៅទានដល់តក្កណីយបុគ្គលខាងក្រៅព្រះពុទ្ធសាសនានោះនឹងមានន័យថាខ្លួនជាបាសកបាសិកាប៉ុន្តែមិនបានជ្រះថ្លាធ្វើទានជាមួយនឹងព្រះសង្ឃដែលជាអ្នកបួសនៅក្នុងព្រះពុទ្ធសាសនាទេណាបែរជាទៅជឿលើសាសនាដទៃផ្សេងក្រៅពីពុទ្ធសាសនាហៅថាពីហរិយសាសនាបើពីសម័យពុទ្ធនោះគឺមានសាសនានិក្រន់ពុទ្ធសាសនាចៅសាសនាព្រាហ្មណ៍អីជាដើមហ្នឹងទៅអត់មានការគោរពជឿជាក់ថ្វាយទានអីចំពោះបដិគិហកៈនៅក្នុងពុទ្ធសាសនាទេកាលណាបាសកបាសិកាស្វែងរកទៅតក្កណីយបុគ្គលខាងក្រៅពុទ្ធសាសនាអញ្ចឹងគឺឧបាសកនោះឯងណាគឺលោកបញ្ជាក់ថាឧបាសកឯណាប្រកបដោយវិបត្តិ5យ៉ាងនេះត្រង់វិបត្តិណាមួយហើយឧបាសកនោះឈ្មោះថាឧបាសកចន្ទដៀលគឺឧបាសកដូចជាមនុស្សចន្ទដៀលផងជួយចន្ទដៀលនេះគឺត្រកូលដែលពួកព្រាហ្មណ៍ឯគេប្រកាន់ថាប៉ះនាំឲ្យចង្រាយហ្នឹងជាពួកមនុស្សចង្រាយចន្ទដៀលហ្នឹងជាមនុស្សថ្នាក់ទាបជាដើមពួកចន្ទដៀលនេះគឺសម័យព្រះគេបែងចែកឋានៈគឺថាពួកមនុស្សអន់ថោកចឹងណាអន់ទាបចឹងពួកជាន់ទាបគេមិនសូវពួកព្រាហ្មណ៍អីគេមិនសូវ
មិនរាប់អានទេថាជាពួកមនុស្សថ្នាក់ទាបពួកព្រាហ្មណ៍ពួកក្សត្រអីទៅដែលគេខ្ពង់ខ្ពស់ចឹងគេប្រកាន់ណាស់មនុស្សសម័យនោះនៅឥណ្ឌាហ្នឹងឈ្មោះថាណាមួយទៀតឈ្មោះថាឧបាសកមលៈគឺឧបាសកមានធម៌ជាមន្ទិលសៅម៉ងផងឈ្មោះថាឧបាសកបដិកថាគឺឧបាសកដែលអ្នកប្រាជ្ញទាំងឡាយលោកតេះដៀលផងចឹងកាលណាឧបាសកបាសិកាឯណាដែលប្រកបដោយវិបត្តិ5យ៉ាងនេះហើយគឺត្រង់វិបត្តិណាមួយណាឧបាសកនោះគឺឈ្មោះថាចន្ទឌៀលឧបាសកណាឧបាសកដែលមានធម៌ជាមន្ទិលគ្រឿងសៅម៉ងឧបាសកដែលអ្នកប្រាជ្ញទាំងឡាយតេះដៀលផងចឹងវិបត្តិនៃឧបាសកគឺមាន5ប្រការនេះឲ្យញាតិញោមណាសូមចុះថ្លាអនុមោទនា